ខេត្តព្រះសីហនុសូមស្វាគមន៍ខេត្តព្រះសីហនុជាខេត្តជាប់ឆ្នេរសមុទ្រដែលរីកចម្រើនលឿនបំផុតនិងជាច្រកទ្វារសមុទ្រទៅកាន់ទីផ្សារអន្តរជាតិដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជាខេត្តព្រះសីហនុមានផ្ទៃដីជាង 2658 គីឡូម៉ែត្រការ៉េមានប្រជាជនជាង 31,000 នាក់និងដង់ស៊ីតេប្រជាជនចំនួន 116 នាក់ក្នុង 1 គីឡូម៉ែត្រការ៉េជាមួយនឹងឆ្នេរសមុទ្រប្រវែង 175 គីឡូម៉ែត្រដែលតភ្ជាប់ពីខេត្តកោះកុងនិងកំពតនិងកោះចំនួន 32 រាប់បញ្ចូលទាំងកោះរុងសន្លឹមដែលជាប់ឈ្មោះជាកោះដែលមានឆ្នេរខ្សាច់ស្រស់ស្អាតបំផុតមួយក្នុងតំបន់ខេត្តព្រះសីហនុគឺជាខេត្តដែលមានការតភ្ជាប់ច្រើនជាងគេបំផុតនៅកម្ពុជាដោយមានអាកាសយានដ្ឋានអន្តរជាតិទំនើបផ្លូវដែកស្ថិតក្នុងផែនការអភិវឌ្ឍន៍និងផ្លូវល្បឿនលឿនដែលកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញមកត្រឹម 2 ម៉ោងប៉ុណ្ណោះធ្លាប់ជាទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ខេត្តព្រះសីហនុបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៅជាទីក្រុងឧស្សាហកម្មដ៏រស់រវើកស្ថិតក្នុងផែនការខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាដែលត្រូវអនុវត្តរយៈពេល15ឆ្នាំខេត្តព្រះសីហនុមានផែនការមេជាយុទ្ធសាស្ត្រមួយដែលមានគោលដៅប្រែក្លាយខេត្តទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនិងមានចក្ខុវិស័យអភិវឌ្ឍក្នុងរយៈពេល15ឆ្នាំឲ្យក្លាយទៅជាទី1ច្រកទ្វារអន្តរជាតិរបស់កម្ពុជាពលគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភារកម្មធំមួយក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មនិងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទី2ពលអភិវឌ្ឍជាតិគឺជាគោលដៅទេសចរតាមឆ្នេរសមុទ្រនិងប្រជុំកោះលំដាប់សកលលោកមជ្ឈមណ្ឌលអភិវឌ្ឍជំរុញកំណើនឧស្សាហកម្មនិងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យានិងទី3ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ានជាទីក្រុងបៃតងប្រកបដោយចីរភាពចម្រុះវប្បធម៌និងឆ្លាតវៃគោលដៅធំគឺអភិវឌ្ឍខេត្តព្រះសីហនុឲ្យសម្រេចបាននៅទី1កំណើនសេដ្ឋកិច្ចក្លាយជាខេត្តដែលមានកម្រិតចំណូលខ្ពស់ត្រឹមឆ្នាំ2040ដែលលឿនជាងកម្រិតចំណូលមធ្យមថ្នាក់ជាតិទី2ទាក់ទាញវិនិយោគយ៉ាងហោចណាស់ $22,000 លានអាមេរិកនិងទី3ទាក់ទាញភ្ញៀវទេសចរយ៉ាងហោចណាស់ 5.4 លាននាក់ក្នុងមួយឆ្នាំទាំងអស់នេះនឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមដល់ប្រជាជននៃខេត្តព្រះសីហនុទាំងមូលយោងតាមផែនការមេនេះខេត្តព្រះសីហនុបានកំណត់វិស័យសក្តានុពលសម្រាប់ទាក់ទាញវិនិយោគដូចជាទី1ឧស្សាហកម្មកម្មន្តសាលនិង Logistics ខេត្តព្រះសីហនុនឹងផ្លាស់ប្ដូរពីឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មដូចជាវាយនភ័ណ្ឌនិងកាត់ដេរទៅផ្ដោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់និងពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យាដូចជាការផ្គុំគ្រឿងអេឡិចត្រូនិកនិងរថយន្តជាដើមទី2ទេសចរខេត្តព្រះសីហនុមានឆ្នេរសមុទ្រជាង175 គីឡូម៉ែត្រនិងកោះដ៏ស្រស់ស្អាតជាច្រើនព្រមទាំងមានទីតាំងយុទ្ធសាស្ត្រជាបេះដូងនៃតំបន់អាស៊ាននិងអសឹបពលគឺ1ទៅ2ម៉ោងទៅឬមកប្រទេសសមាជិកអាស៊ាននិង3ទៅ5ម៉ោងទៅឬមកប្រទេសចិនជប៉ុននិងកូរ៉េខាងត្បូងទី3កសិឧស្សាហកម្មផ្ដោតសំខាន់លើការកែច្នៃកម្រិតខ្ពស់ Fine Processing លើផលិតផលដូចជាអង្ករដូងស្វាយចន្ទីទុរេនអាហារសម្រន់ផ្លែឈើភេសជ្ជៈរសជាតិផ្លែឈើព្រមទាំងការកែច្នៃផលិតផលវារីវប្បកម្មសារាយសមុទ្រត្រីនិងបង្គាមកពីខេត្តព្រះសីហនុផ្ទាល់និងខេត្តជិតខាងស្ថិតក្នុងផែនការមេដែលត្រូវអនុវត្តរយៈពេល15ឆ្នាំខេត្តព្រះសីហនុមានគម្រោងអភិវឌ្ឍក្នុងខេត្តចំនួន55គម្រោងនិងមានគម្រោងចំនួន14គម្រោងដែលជាគម្រោងអភិវឌ្ឍរួមគ្នាជាមួយខេត្ត3ផ្សេងទៀតគឺខេត្តកោះកុងកំពតនិងកែបដើម្បីធ្វើឲ្យខេត្តទាំង4នេះមានសេដ្ឋកិច្ចប្រទាក់ក្រឡានិងបំពេញឲ្យគ្នាទៅវិញទៅមកបានដោយរលូននិងប្រកបដោយប្រសិទ្ធភាពជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ខ្លួនខេត្តព្រះសីហនុកំពុងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាប្រកបដោយវិបុលភាពបរិយាបន្ននិងចីរភាពនឹងជួយឲ្យកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ2050និងក្លាយជាតួអង្គសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្មនិងច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់អាស៊ាននិងពិភពលោកព្រះសីហនុកោះកុងកំពតកែប
ផែនការមេអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុបំណងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាឆ្នេរសមុទ្រនៃកាលានុវត្តភាពដឹកមុខការអភិវឌ្ឍប្រកបដោយគុណភាពនៅកម្ពុជា